កំបាំងនៃការបង្កើតទំនុកចិត្តលើខ្លួនឯងតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងតូចតាចនៅពេលឈរនៅចំពោះមុខអ្នកដទៃដែរឬទេតើអ្នកធ្លាប់បោះបង់ឱកាសដ៏ល្អមួយគ្រាន់តែដោយសារតែសម្លេងក្នុងចិត្តខ្សឹបប្រាប់ថាអ្នកមិនអាចធ្វើវាបានទេឬទេតាមពិតទៅទំនុកចិត្តលើខ្លួនឯងវាមិនមែនជាអំណោយពីកំណើតដែលមនុស្សមួយចំនួនមានហើយមនុស្សមួយចំនួនទៀតគ្មាននោះទេប៉ុន្តែវាគឺជាសាច់ដុំនៃវិញ្ញាណដែលយើងត្រូវបង្ហាត់ជារៀងរាល់ថ្ងៃអាកំបាំងដំបូងគេបង្អស់នៃការបង្កើតទំនុកចិត្តគឺការឈប់ប្រៀបធៀបចម្ពោះទី1របស់អ្នកទៅនឹងចម្ពោះទី10របស់អ្នកដទៃយើងម្នាក់មានដំណើរជីវិតរៀងខ្លួននៅពេលអ្នកសម្លឹងមើលភាពជោគជ័យរបស់អ្នកដទៃហើយយកមកវាយតម្លៃខ្លួនឯងអ្នកកំពុងតែសម្លាប់ពន្លឺដែលមាននៅក្នុងខ្លួនអ្នកដោយមិនដឹងខ្លួនចូលចងចាំថាគូប្រជែងតែមួយគត់ដែលអ្នកត្រូវយកឈ្នះឲ្យបានគឺខ្លួនឯងកាលពីម្សិលមិញអាកំបាំងទី2គឺការរក្សាសន្យាចំពោះខ្លួនឯងរាល់ពេលដែលអ្នកដាក់គោលដៅថានឹងធ្វើរឿងអ្វីមួយទោះបីជារឿងតូចតាចដូចជាការក្រោកពីគេងឲ្យទាន់ពេលឬការអានសៀវភៅឲ្យបាន5ទំព័រហើយអ្នកធ្វើវាបានសម្រេចនោះខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមបង្កើតជំនឿចិត្តថាខ្ញុំជាមនុស្សម្នាក់ដែលនិយាយហើយធ្វើបានទំនុកចិត្តពិតប្រាកដមិនមែនកើតចេញពីការសរសើររបស់អ្នកដទៃឡើយប៉ុន្តែវាបានមកពីការដែលអ្នកដឹងច្បាស់ថាអ្នកនឹងមិនបោះបង់ខ្លួនឯងចោលក្នុងកលៈទេសៈណាក៏ដោយអាកំបាំងទី3គឺការផ្លាស់ប្ដូរការភ័យខ្លាចមកជាការរៀនសូត្រមនុស្សដែលមានទំនុកចិត្តខ្ពស់មិនមែនជាមនុស្សដែលមិនដែលភ័យខ្លាចនោះទេប៉ុន្តែពួកគេគឺជាមនុស្សដែលហ៊ានដើរទៅមុខទាំងដែលកំពុងតែញ័រដៃញ័រជើងភាពភ័យខ្លាចគឺជាសញ្ញាដែលប្រាប់ថាអ្នកកំពុងស្ថិតនៅមាត់ជ្រោះនៃការរីកចម្រើនបើសិនបើអ្នកមិនដែលបរាជ័យមានន័យថាអ្នកមិនដែលបានសាកល្បងអ្វីដែលថ្មីនោះទេចូលរៀនឲ្យប្រសពកំហុសព្រោះវានឹងคล้ายជាគ្រូដែលបង្រៀនអ្នកឲ្យរឹងមាំជាងមុនចូលឈប់រងចាំទាល់តែអ្វីគ្រប់យ៉ាងល្អឥតខ្ចោះទើបចាប់ផ្ដើមមានទំនុកចិត្តវាមិនមែនជាលទ្ធផលនៃភាពជោគជ័យនោះទេប៉ុន្តែវាជាគ្រាប់ពូជនៃភាពជោគជ័យចូលក្រោកឈរឲ្យត្រង់ខ្លួនងើបមុខឲ្យខ្ពស់ឲ្យសម្លឹងមើលទៅក្នុងកញ្ចក់មនុស្សដែលនៅក្នុងកញ្ចក់នោះគឺជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានអ្នកមានសមត្ថភាពច្រើនជាងអ្វីដែលអ្នកកំពុងគិតអ្នកមានកម្លាំងខ្លាំងជាងអ្វីដែលអ្នកកំពុងមានអារម្មណ៍ពិភពលោកនេះមិនត្រូវការឲ្យអ្នកធ្វើជាអ្នកដទៃនោះទេពិភពលោកនេះត្រូវការឲ្យអ្នកបង្ហាញភាពអស្ចារ្យដែលជាតសញ្ញាណពិតរបស់អ្នកចូលចាប់ផ្ដើមនៅថ្ងៃនេះចាប់ផ្ដើមពីចំណុចដែលអ្នកកំពុងឈរជាមួយនឹងអ្វីដែលអ្នកមានក្នុងដៃទំនុកចិត្តមិនមែនជាការដឹងថាអ្នកដទៃនឹងចូលចិត្តអ្នកនោះទេប៉ុន្តែវាគឺជាការដឹងថាទោះបីជាអ្នកដទៃមិនចូលចិត្តអ្នកក៏អ្នកនៅតែស្រឡាញ់និងផ្ដល់តម្លៃឲ្យខ្លួនឯងជានិច្ចចូលជឿជាក់លើដំណើរការនៃជីវិតរាល់ជំហានដែលអ្នកដើរទោះបីជាតូចក៏ដោយវាសុទ្ធតែមានតម្លៃអាកំបាំងដ៏ធំបំផុតនៃទំនុកចិត្តគឺការដឹងថាអ្នកគឺជាម្ចាស់នៃវាសនាខ្លួនឯងហើយគ្មាននរណាម្នាក់អាចយកពន្លឺរបស់អ្នកទៅបានឡើយបើសិនបើអ្នកមិនអនុញ្ញាតថ្ងៃនេះគឺជាថ្ងៃរបស់អ្នកចូលចេញទៅក្រៅឲ្យបង្ហាញពិភពលោកថាតើអ្នកជានរណា